កន្លែងមួយនេះមានម្នាក់តែ10000រៀលក៏អាចមកលេងបានដែរហើយមាន activity លេងច្រើនមែនទែនជាពិសេសនោះអ្នកដែលចូលចិត្តថតរូបថតវីដេអូដឹងតែត្រូវហ្មងមិនថាបងប្អូនមកលក្ខណៈក្រុមគ្រួសារដៃគូនិងក្រុមការងារទេបាទគឺមានច្រើនជំរើសច្រើនបែបមែនទែនហើយសម្រាប់ទីតាំងនេះដែរមានឈ្មោះថាភូមិកពតបាទអ្នកដែលរស់នៅក្រុងកពតបាទក៏ដូចជាភូមិម៉ាក់ប្រាងបាទគឺស្គាល់ច្រើននេះតាក់ទងទៅនឹងភូមិកពតណារស់នៅខេត្តកពតគេដែរប៉ុន្តែអាចស្គាល់ភូមិនេះសោះចុះអ្នកក្រុងកពតស្គាល់នៅបើសិនជានៅទេអាច comment នៅក្នុងវីដេអូនេះបានហើយ save វីដេអូនេះទុកទៅបាទសម្រាប់មកលេងថ្ងៃចុងសប្តាហ៍ក៏ដូចជាចុងខែណាគឺទីតាំងនេះគឺស្អាតមែនទែនបាទជាពិសេសអ្នកដែលទើបតែភ្ជាប់ពាក្យថ្មីបាទចង់រកទីតាំងដែលថត pre-wedding ស្អាតណាខ្ញុំ recommend ទីតាំងមួយនេះគឺស្អាតមែនទែនហើយលក្ខខណ្ឌដើម្បីបានចូលលេងភូមិកពតបាទគឺតម្រូវឲ្យយើងបង់សំបុត្រ10000រៀលបាទទៅលើថ្លៃសំបុត្រណាបាទដើម្បីបានចូលទស្សនាបាទនឹងការលេងកម្សាន្តផ្សេងៗទៀតតទៅទៅនឹងថ្លៃសំបុត្រនេះដែរគឺយើងអាចបដូរទៅជាបង្អែមក៏ដូចជាជិះទូកកាយៈសម្រាប់ការជិះទូកកាយៈគឺអត់កំណត់ម៉ោងទេចង់ជិះប្រហែលម៉ោងក៏បានដែរហើយក្រៅពីនោះក៏មានដូចជាបាទ resort បាទភោជនីយដ្ឋានបាទផ្ទះបង្អែមកាហ្វេហើយម៉ាស្សាបែបបុរាណខ្មែរទៀតអីយ៉ាត្រូវហ្មងបងប្អូនដែលកាន់នៅមុខចំនួនក៏ដូចជាអាជីវកម្មក្នុងដៃយូរថ្ងៃយូរខែបាទអត់មានពេលសម្រាកណាបាទអាចមើលទីតាំងនេះបានបាទសម្រាប់ទីតាំងបាទលេងកម្សាន្តណាបាទគឺមានកន្លែងលេងកម្សាន្តច្រើនមែនទែនបាទមិនថាបាទផ្ទាល់ដីក៏ដូចជាលើអាកាសទេបាទគឺយើងអាចថតរូបបានស្អាតមែនទែនបាទហើយបើនិយាយពីប្លង់ថតរូបវិញថតកន្លែងណាក៏ស្អាតដែរបងប្អូនហើយបាទគឺមានការរៀបចំមកគឺស្អាតមែនទែនតាក់ទាញមែនទែនលក្ខណៈថាបែបធម្មជាតិណាប្លង់ថតរូបបាទស្ពានលើទឹកនេះក៏ថតស្អាតដែរអ្នកនរគ្នាបាទហើយខ្ញុំគិតថាអ្នកដែលស្រឡាញ់ការថតរូបអីហ្នឹងមិនខុសទេអ្នកនរគ្នាបាទមកទីតាំងនេះទៅគឺមិនខុសបំណងទេហើយបាទដឹងតែបានរូបស្អាតក៏ដូចជាវីដេអូទៅវិញបាទគឺជូតតែម្ដងបាទដោយសារទីតាំងនេះគឺគេរៀបចំមកសិតតែប្លង់ថតណាគឺមើលមកជ្រុងណាបាទថតមកជ្រុងណាក៏ស្អាតដែរបាទក៏តាក់ទាញភ្នែកដែរបាទនិយាយពីទីតាំងរបស់គាត់នេះបាទនៅពេលដែលយើងចូលមកដល់ណាបាទគឺត្រជាក់ត្រជុំមែនទែនបាទគឺអារម្មណ៍យើងគឺស្រស់ស្រាយនៅពេលដែលឃើញទេសភាពមួយបាទដែលមានធម្មជាតិច្រើនហើយជាប់ដងព្រែកចេះទៀតបាទយើងអាចជិះទូកលេងកម្សាន្តបាទនៅតាមដងព្រែកបាទជាពិសេសគឺទូកកាយៈនឹងតែម្ដងតែនិយាយពីពេលល្ងាចវិញគឺយើងក៏អាចមើលបាទទូកអ្នកនេសាទផងដែរបាទបងខាងនេសាទគឺគាត់ចេញទូកមកពីភូមិម៉ាក់ប្រាំងហ្នឹងគឺដង្ហែគ្នាល្អមើលបាទគឺស្អាតមែនទែនបាទគឺប្លែកភ្នែកក៏ដូចជាទទួលបាននូវអារម្មណ៍ថ្មីក៏ដូចជាបរិយាកាសប្លែកណាហើយសម្រាប់គ្នាយើងដែលមានបំណងចង់ទៅចាប់អាប់ចាប់ពពកលើបូកគោហ្នឹងហើយមិនបាច់ចាំទៅចាប់អាប់ចាប់ពពកលើបូកគោទេបាទមកចាប់នៅភូមិកពតនេះបានបាទគឺមានអាប់ពេញព្រៃតែម្ដងហើយក៏មានស្ពានលើទឹកដែរបាទថ្ងៃចុងសប្តាហ៍កុំភ្លេចមិនសិនមិត្តភ័ក្តិដៃគូក្រុមការងារមកលេងម្ដងមើលបាទកុំឲ្យចាញ់អ្នកភ្នំពេញក៏ដូចជាខេត្តផ្សេងៗណាបាទគឺរស់នៅខេត្តកពតគេដែរបាទកុំឲ្យសួរថាភូមិកពតនៅកន្លែងណាអញ្ចឹងណាហើយអត់ស្គាល់ទីតាំងគឺខ្មាស់គេបាទអញ្ចឹងមកលេងម្ដងមើលកុំឲ្យខ្មាស់អ្នកភ្នំពេញណាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទជួបគ្នានៅវីដេអូក្រោយទៀត